ក្រុមហ៊ុន Kevolbridge Logistics ក្រុមហ៊ុន DOSB Express Co Ltd និងប្រៃសណីយ៍កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាត្រីភាគីដែលជាជំហានមួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិកពាណិជ្ជកម្មនិងដឹកជញ្ជូននៅកម្ពុជាពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅពលគឺនៅថ្ងៃទី1ខែឧសភាឆ្នាំ2026នៅសន្តាគារសង្គ្រីឡារាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីអ្នកអង្គការសិទ្ធិប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Volbridge Group លោកកឹមសម្បត្តិអគ្គនាយកប្រតិបត្តិនិងជាស្ថាបនិក DOSB Express លោកឌីកសុងប៉ាំងប្រធានផ្នែកពាណិជ្ជកម្មនៃ Kevolbridge Logistics និងឯកឧត្តមថេនសំវិសុនអគ្គនាយកប្រៃសណីយ៍កម្ពុជាអនុស្សរណៈនេះបានបង្កើតឡើងក្នុងគោលបំណងសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រត្រីភាគីដោយរួមបញ្ចូលសមត្ថភាពបន្ថែមគ្នារវាងអង្គភាពទាំង3ក្នុងនោះ DOSB Express បានផ្ដល់ជូននូវវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនដ៏ឈានមុខដែលមានអ្នកប្រើប្រាស់ចុះឈ្មោះជាង840,000នាក់និងមានខ្សែសង្វាក់ដឹកជញ្ជូនរួមបញ្ចូលពេញលេញដែលភ្ជាប់អ្នកផ្គត់ផ្គង់ចិនជាមួយអ្នកប្រើប្រាស់នៅកម្ពុជាចំណែក Kevolbridge Logistics COD ទូទាំងប្រទេសជាឃ្លាំងស្តុកទំនិញមានការត្រួតពិនិត្យនិងមណ្ឌលសេដ្ឋកិច្ចពិសេសព្រមទាំងទំនាក់ទំនងរឹងមាំក្នុងវិស័យអេឡិចត្រូនិកពាណិជ្ជកម្មធនាគារនិងការលក់រាយនៅកម្ពុជារីឯប្រៃសណីយ៍កម្ពុជាវិញបានផ្ដល់ជូននៅបណ្ដាញសាខាផ្លូវការទូទាំងប្រទេសដែលគ្មានគូប្រៀបដោយគ្របដណ្ដប់គ្រប់ខេត្តស្រុកនិងសហគមន៍ជនបទទូទាំងព្រះរាជាណាចក្រកម្ពុជារួមទាំងតំបន់ដែលមិនទាន់មានសេវាកម្មដឹកជញ្ជូនពាណិជ្ជកម្មផងដែរក្នុងការសហការនេះមានគោលបំណងកសាងបណ្ដាញដឹកជញ្ជូនរួមបញ្ចូលគ្នាដែលផ្ដល់សេវាគ្របដណ្ដប់ពេញលេញទូទាំងប្រទេសសម្រាប់ការបញ្ជាទិញរបស់ DOSB ក្នុងនោះ Kevolbridge Logistics នឹងទទួលបន្ទុកលើការដឹកជញ្ជូនក្នុងតំបន់ទីក្រុង B2B B2C និងប្រតិបត្តិការសេវាទូទាត់ពេលទទួលទំនិញ COD ខណៈដែលប្រៃសណីយ៍កម្ពុជានឹងពង្រីកការគ្របដណ្ដប់ទៅដល់សេវាដឹកជញ្ជូនពីផ្ទះទៅផ្ទះតំបន់ជនបទទៅខេត្តដែលលើសពីដែនសមត្ថកិច្ចនៃបណ្ដាញពាណិជ្ជកម្មធម្មតាក្របខ័ណ្ឌផ្ទេរការងាររួមគ្នានិងធានាថាមិនមានការបញ្ជាទិញណាមួយត្រូវបានទុកចោលដោយប្រសិនបើភាគីណាមួយមិនអាចផ្ដល់សេវានៅទីតាំងឬតម្រូវការណាមួយនោះភាគីនោះនឹងបញ្ជូនការបញ្ជាទិញទៅភាគីផ្សេងទៀតក្នុងចំណោមភាគីទាំងពីរដែលមានសមត្ថភាពសមស្របក្នុងការបំពេញសេវាកម្មកិច្ចសហប្រតិបត្តិការនេះបានបង្ហាញពីការបដិញ្ញាចិត្តរួមគ្នារបស់ភាគីទាំង3ក្នុងការពង្រឹងការចូលរួមដំណើរការសេវាកម្មពាណិជ្ជកម្មអេឡិចត្រូនិកនិងឆ្លងដែនសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជានិងការកសាងប្រព័ន្ធអេកូឡូស៊ី Logistics ដឹកជញ្ជូនដែលគាំទ្រកំណើនពាណិជ្ជកម្មទាំងក្នុងស្រុកនិងអន្តរជាតិកិច្ចព្រមព្រៀងនេះស្របទៅតាមអត្ថិភាពបន្តរបស់ប្រទេសក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជំរុញពាណិជ្ជកម្ម Digital និងពង្រឹងការតភ្ជាប់ក្នុងតំបន់អ្នកអង្គការសិទ្ធិប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Volbridge Group បានមានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការនេះបានរួមបញ្ចូលអង្គភាពទាំង3ដែលមានតួនាទីខុសៗគ្នាប៉ុន្តែសំខាន់ក្នុងវិស័យដឹកជញ្ជូននៅកម្ពុជាអ្នកអង្គការបានបន្តថាដោយបញ្ចូលវេទិកាទាំងមូលដ្ឋានអតិថិជនរបស់ DOSB បណ្ដាញដឹកជញ្ជូននិងសេវាទូទាត់ពេលទទួលទំនិញរបស់ Kevolbridge និងវត្តមានទូទាំងប្រទេសរបស់ប្រៃសណីយ៍កម្ពុជាយើងកំពុងបង្កើតអ្វីមួយដែលមិនអាចសម្រេចបានដោយឯកតាណាមួយតែម្ខាងគឺបណ្ដាញដឹកជញ្ជូនអេឡិចត្រូនិកជាតិពិតប្រាកដដែលអាចឈានដល់អតិថិជនគ្រប់ទីកន្លែងក្រោមអនុស្សរណៈនេះភាគីទាំង3បានបដិញ្ញាចិត្តដាក់ដំណើរការកម្មវិធីសាកល្បងក្នុងត្រីមាសបន្ទាប់ដើម្បីពង្រីកការដឹកជញ្ជូនរួមនេះឲ្យទៅដល់កម្រិតពេញលេញ Volbridge Group គឺជាក្រុមហ៊ុនធំចម្រុះវិស័យឈានមុខនៅកម្ពុជាដែលបានបង្កើតឡើងកាលពីឆ្នាំ1992ជាមួយនឹងការវិនិយោគចម្រុះក្នុងវិស័យដឹកជញ្ជូនអចលនទ្រព្យហិរញ្ញវត្ថុសណ្ឋាគារនិងវិស័យផ្សេងៗក្រុមហ៊ុននេះមានតួនាទីសំខាន់ក្នុងការជំរុញកំណើននិងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា